បើសិនជាថ្ងៃមួយយើងស្រឡាញ់មនុស្សម្នាក់ខ្លាំងហើយមនុស្សម្នាក់នោះបានចាកចេញពីយើងដោយគ្មានថ្ងៃត្រឡប់មកវិញតើយើងត្រូវរកបំភ្លេចគេដោយរបៀបណាជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំបានលើកឡើងនៅសាច់រឿងមួយរឿងដែលខ្ញុំបានលើកឡើងនេះគឺមានចំណងជើងថាហាលត្រូវបាននិពន្ធដោយលោក Ryutaro Makihara ចេញនៅឆ្នាំ2013ដែលនិយាយអំពីក្មេងប្រុសក្មេងស្រី2នាក់ដើម្បីកុំឲ្យខាត់ពេលយូរតើយើងជឿសាច់រឿងរបស់យើងតែម្ដងទៅសាច់រឿងចាប់ផ្ដើមឡើងនៅក្នុងភូមិមួយដែលមានឈ្មោះថាកូបេហើយយើងក៏បានឃើញថាក៏មានយន្តហោះមួយក៏បានបន្ទោនៅជិតហ្នឹងលោកតាម្នាក់គាត់ក៏បានឃើញហេតុការណ៍ហ្នឹងដែលគាត់ហ្នឹងគឺមានឈ្មោះថាតូកៃបន្ទាប់ពីគាត់បានឃើញបែបហ្នឹងហើយគាត់ក៏បានសន្លប់ភ្លាមដោយសារតែនៅលើយន្តហោះនោះគឺមានមនុស្សដែលគាត់ស្គាល់បន្ទាប់ពីហេតុការណ៍ហ្នឹងបានកើតឡើងហើយគូរ៉ូមីដែលត្រូវជាសង្សាររបស់ហាលគាត់ក៏បានខូចចិត្តជាខ្លាំងដោយសារតែហាលហ្នឹងគឺបានស្លាប់គឺនាងគឺបានតែបិទចិត្តខ្លួនឯងនៅក្នុងបន្ទប់មិនធ្វើអ្វីទាំងអស់មិនជួបអ្នកដទៃនាងក៏លែងធ្វើអ្វីទាំងអស់ដែលនាងចូលចិត្តនឹងដឹងខ្លាចជាខ្លួនឯងទៀតតែធ្វើឲ្យលោកតាតុកកៃគឺពិបាកចិត្តជាខ្លាំងដោយសារតែគាត់នឹងគឺត្រូវជាតារបស់គូរ៉ូមីលោកតាតុកកៃគាត់ក៏បានហៅទៅកាន់រ៉ូបតមួយដែលមានឈ្មោះថា Q01 នៅនាសម័យនោះ Q01 គឺជារ៉ូបតមួយដ៏វៃឆ្លាតលោកតាក៏បាននិយាយទៅកាន់វាថាតើវាគឺអាចជួយទៅកាន់គូរ៉ូមីបានឬទេតើវាគឺអាចធ្វើដូចជាមនុស្សម្នាក់នោះបានដែរឬទេ Q01 ក៏បានយល់ព្រមទៅកាន់លោកតាតុកកៃដែលថាសន្យាថានឹងមើលថែគូរ៉ូមីបន្ទាប់ពីនិយាយជាមួយលោកតាតូកៃរួចហើយប៉ុន្មានថ្ងៃក្រោយមកQ01ក៏បានក្លាយជាហាលដែលគេក៏បានចាក់បញ្ចូលនៅការចងចាំរបស់ហាលទៅកាន់ Q01បន្ទាប់ពីបានផ្លាស់ប្ដូររាងកាយពេលនេះ Q01ពិតជាដូចហាលបែបអញ្ចឹងពេលនោះលោកតាម្នាក់គាត់ក៏បាននិយាយថាគឺគាត់មកយឺតបន្តិចហើយគាត់គឺមានឈ្មោះថាអារ៉ាណាមីដោយសារតែថ្ងៃនេះគឺជាថ្ងៃចុងក្រោយហើយដែលគាត់ត្រូវបានចាក់ចេញពីទីនេះលោកតារ៉ាណាមីក៏បានទូទៅកាន់ Q01 ថាតើវាមានអារម្មណ៍បែបណាបន្ទាប់ពីវាកាត់ធ្វើមនុស្សរួចហើយ Q01 ក៏បាននិយាយទៅកាន់លោកតាអារ៉ាណាមីថាគឺគាត់នឹងគឺអត់ដឹងថាអារម្មណ៍នឹងគឺជាអ្វីនោះទេលោកតាអារ៉ាណាមីដោយសារតែមិនចង់ចាំយូរក៏បានប្រាប់ឲ្យ Q01 រៀបចំខ្លួនដើម្បីធ្វើដំណើរទៅផងដែរដែលថ្ងៃនេះគឺជាថ្ងៃដំបូងដែលត្រូវជួបជាមួយគូរ៉ូមីក្នុងអំឡុងដែលពួកគេកំពុងតែធ្វើដំណើរទៅលោកតាក៏បាននិយាយណែនាំ Q01 ជាច្រើនថាធ្វើយ៉ាងម៉េចឲ្យគូរ៉ូមីគឺត្រឡប់មកដូចដើមវិញពួកគេក៏បានមកដល់តែទីដែលពួកគេត្រូវបានបែកគ្នាពេលនោះលោកតាក៏បានលា Q01 ដើម្បីទៅធ្វើការងារគាត់បន្តទៀតបន្ទាប់ពីដើរអស់ពេលមួយសន្ទុះពេលនឹង Q01 ក៏បានដើរមកជួបផ្ទះរបស់គូរ៉ូមីផងដែរដើម្បីឲ្យងាយស្រួលហៅខ្ញុំសូមហៅ Q01 ថាជាហាលគាត់ក៏បានធ្វើការចូលទៅកាន់ខាងក្នុងដែលខាងក្នុងគឺពិតជាស្ងាត់ដូចជាមនុស្សខាងនៅជាយូរអញ្ចឹងដោយសារតែមិនឃើញគូរ៉ូមីពេលហ្នឹងគាត់ក៏បានធ្វើការអង្គុយចាំគូរ៉ូមីនៅទីហ្នឹងប៉ុន្តែស្រាប់តែពេលហ្នឹងក៏លើសំឡេងមួយដែលធ្វើឲ្យហាភ្ញាក់ជាខ្លាំងគាត់ក៏បានឃើញគូរ៉ូមីកំពុងតែយកអ្វីមួយដែលនាងបានធ្វើជ្រុះបន្ទាប់ពីបានឃើញហើយគាត់ក៏ចង់ព្យាយាមចូលទៅកាន់ខាងក្នុងដើម្បីសួរនាំទៅកាន់គូរ៉ូមីប៉ុន្តែគូរ៉ូមីគាត់តែនិយាយទៅកាន់គាត់ដែលគាត់ចិត្តតែប៉ុណ្ណោះនាងក៏បាននិយាយថាតើគាត់គឺជាមនុស្សយន្តមែនទេដោយសារតែក៏មិនដឹងថានិយាយអ្វីគាត់ក៏បាននិយាយថាគាត់មកទីនេះដើម្បីជួយគូរ៉ូមីប៉ុន្តែការទទួលបានអំពីចម្លើយរបស់គូរ៉ូមីនោះបានត្រឹមតែរុញគាត់ចេញតែប៉ុណ្ណោះបន្ទាប់ពីការព្យាយាមរបស់គឺមិនទទួលបានផលអ្វីទេបន្ទាប់ពីដឹងថាគូរ៉ូមីមិនបានឆ្លើយតបជាមួយនឹងគាត់ក៏បានមកធ្វើអ្វីមួយយ៉ាងបន្ទាប់ពីការរៀបចំរបស់គាត់ក៏បានធ្វើជ្រុះអ្វីមួយដែលធ្វើឲ្យពេលហ្នឹងឃើញសភៅកំណត់ហេតុរបស់គូរ៉ូមីបន្ទាប់ពីបានឃើញវាហើយពេលហ្នឹងក៏ធ្វើការបើកទៅកាន់វាម្ដងមួយសន្លឹកក៏បានឃើញអនុស្សាវរីយ៍របស់ពួកគេជាច្រើនបើដល់ពេលកណ្ដាលពេលហ្នឹងក៏បានឃើញបំណងប្រាថ្នារបស់គូរ៉ូមីដែលគូរ៉ូមីគឺចង់ឲ្យបង្វិលដុំរូប៊ីកឲ្យត្រូវតាមខ្នាតរបស់វាដោយសារតែដឹងបំណងប្រាថ្នារបស់គូរ៉ូមីហើយពេលនឹងដែលជា robot ហ្នឹងគាត់ក៏ធ្វើការបង្វិលវាឲ្យត្រូវបន្ទាប់ពីការព្យាយាមពេលហ្នឹងគាត់ក៏បានធ្វើវាត្រូវផងដែរប៉ុន្តែការឆ្លើយតបរបស់គូរ៉ូមីនោះគឺមិនបានសប្បាយចិត្តនោះទេគឺនាងគឺបានយកដុំ Rubik ដែលបានធ្វើឲ្យនោះគឺយកទៅបោះចូលអណ្ដូងខាងក្រៅផ្ទះបន្ទាប់ពីការព្យាយាមរបស់លើកទី1បានបរាជ័យហើយក៏បានមកធ្វើបែបយ៉ាងដែលបានធ្វើនោះគឺជាអាហារពេលល្ងាចសម្រាប់គូរ៉ូមីក៏បានបន្តនិយាយទៀតថាតាមពិតទៅនេះគឺជាលើកដំបូងដែលគាត់បានធ្វើម្ហូបទោះបីជាមើលទៅរញ៉េរញ៉ៃបន្តិចក៏ដោយបន្ទាប់ពីធ្វើម្ហូបឲ្យគូរ៉ូមីរួចហើយក៏ចាប់ផ្ដើមធ្វើដំណើរទៅកាន់កន្លែងរបស់គាត់វិញហើយក៏បាននិយាយថាគាត់នឹងត្រឡប់មកវិញនៅថ្ងៃស្អែកព្រឹកស្អែកឡើងក៏ចាប់ផ្ដើមមកធ្វើម្ហូបឲ្យគូរ៉ូមីញ៉ាំជាលើកទី2បន្ទាប់ពីធ្វើរួចហើយក៏ចាប់ផ្ដើមមកហៅគូរ៉ូមីដើម្បីទៅញ៉ាំបាយហើយគាត់ក៏បានឃើញម្ហូបពីម្សិលមិញដែលគូរ៉ូមីគឺមិនបានញ៉ាំនោះ
ទេប៉ុន្តែគឺហើយគឺគាត់គឺមិនបានសួរនាំអីច្រើននោះទេគឺគាត់គឺបានសួរទៅកាន់គូរមីត្រឹមតែសួរថាតើនាងគឺចង់ទិញរបស់អ្វីទេដោយសារតែបន្តិចទៀតខ្ញុំនឹងធ្វើការដើរទៅផ្សារដើម្បីទិញរបស់របរហើយពេលនេះគូរមីចាប់ផ្ដើមបើកចិត្តបន្តិចហើយដោយសារតែឃើញអាវរបស់ហាវប្រឡាក់ពេលហ្នឹងនាងក៏បានហុចអាវថ្មីហើយហាវក៏ចាប់ផ្ដើមដើរចេញមកក្រៅពេលនេះលើកទី1ហើយដែលគាត់បានឃើញអ្វីប្លែកៗជាច្រើនហើយហាវក៏ចាប់ផ្ដើមស្គាល់ក្មេងៗជាច្រើននៅក្នុងភូមិក្មេងៗនៅក្នុងភូមិពិតជាចូលចិត្តហាវខ្លាំងមែនទែនក៏បាននាំហាវមកជួបនៅកន្លែងប្លែកៗជាច្រើនដែលហាវមិនធ្លាប់ជួបហើយហាវក៏ចាប់ផ្ដើមមកសួរសុខទុក្ខលោកតាអារ៉ាណាមីដែលនៅក្នុងភូមិនេះគឺចាស់ស្គាល់លោកតាថាគឺគាត់គឺជាវិជ្ជាបណ្ឌិតមួយដ៏អស្ចារ្យហើយពេលនោះក៏មានលោកយាយសោកស្វាយម្នាក់ក៏បានយករូបថតរបស់គូរ៉ូមីដើម្បីឲ្យហាវបានឃើញសាច់រឿងក៏កាត់មកដល់គូរ៉ូមីវិញម្ដងពេលនឹងនាងកំពុងតែចាក់បញ្ចាំងនៅរឿងរបស់ពួកគេពីមុនដែលនេះគឺជាដុំស្លាយចុងក្រោយហើយបន្ទាប់ពីហាវបានស្លាប់ហើយពេលនោះគូរ៉ូមីក៏បានចេញពីបន្ទប់របស់នាងដើម្បីមកធ្វើអ្វីមួយយ៉ាងទៅកាន់ដុំស្លាយចុងក្រោយនោះសាច់រឿងក៏កាត់មកដល់កន្លែងហាវនិងលោកតាវិញម្ដងពេលនឹងហាវក៏បាននិយាយថាតាមពិតទៅគឺគាត់គឺដឹង 100% ហើយអំពីគូរ៉ូមីដែលនាងកំពុងតែកាត់ទុកហើយហាវក៏បានយកសាច់កវិញនោះគឺសង្ឃឹមថាគូរ៉ូមីគឺនាងនឹងសប្បាយចិត្តក្រឡេកមកមើលគូរ៉ូមីវិញម្ដងដែលនាងកំពុងតែធ្វើនោះគឺនាងគឺគ្រាន់តែបិទវាឲ្យស្អាតជាងមុនតែប៉ុណ្ណោះបន្ទាប់ពីសម្លឹងមើលខាងក្រៅមកគូរ៉ូមីក៏បានឃើញហាវត្រឡប់មកវិញហើយហាវក៏បានឃើញគូរ៉ូមីងាកមកមើលគាត់ផងដែរបន្ទាប់ពីដឹងថាហាវបានឃើញហើយគូរ៉ូមីក៏ខំលាក់ពួនហើយពេលនេះគឺគូរ៉ូមីគឺនាងគឺបានបើកចិត្តទៅកាន់ហាវច្រើនមែនទែនគូរ៉ូមីដែលសារតែចង់ដឹងចង់លឺនាងក៏បានចុះមកមើលពួកគេទាំងពីរនាក់ក៏បានឃើញហាវនិងលោកតាកំពុងតែលើកសាច់កវែងមួយចូលមកខាងក្នុងបន្ទាប់ពីបានឃើញពួកគេទាំងពីរនាក់ហើយគូរ៉ូមីក៏ចាប់ផ្ដើមរត់ចូលទៅខាងក្នុងលោកតាក៏បាននិយាយថាពេលនេះមើលទៅមានសង្ឃឹមបន្តិចហើយគូរ៉ូមីក៏បានចូលសភៅកំណត់ហេតុរបស់ពួកគេទាំងពីរនាក់មកមើលដែលនេះគឺជាអនុស្សាវរីយ៍ចាស់របស់ពួកគេបន្ទាប់ពីហេតុការណ៍ថ្ងៃទី2បានកើតឡើងហើយព្រឹកឡើងហាក៏ចាប់ផ្ដើមមកធ្វើម្ហូបឲ្យគូរ៉ូមីញ៉ាំដោយធម្មតាបន្ទាប់ពីធ្វើម្ហូបធ្វើការងារផ្ទះឲ្យគូរ៉ូមីរួចហើយក៏ចាប់ផ្ដើមមកផ្សារដើម្បីទិញម្ហូបបន្ទាប់ពីទិញរួចហើយពេលហ្នឹងក៏មានបុរសម្នាក់ចូលមកសួរហាលដែលគេគឺមានឈ្មោះថារយូដែលនេះគឺជាមិត្តភក្តិពីអតីតកាលរបស់ហាលរយូក៏បានសួរទៅកាន់ហាលថាតើហាលគឺបានបាត់ខ្លួនទៅណារយៈពេល5ឆ្នាំនេះនិយាយបានបន្តិចក៏មានបុរសម្នាក់ស្រែកឲ្យរយូចូលផងដែរក៏មានបុរសជាច្រើនកំពុងតែដេញចាប់រយូដោយសារតែរយូគឺបានជំពាក់បំណុលគេដោយសារតែលេងល្បែងបន្ទាប់ពីហេតុការណ៍នោះបានកើតឡើងហើយហាវក៏បានទៅទឹកជោគដោយសារតែនៅខាងក្រៅគឺមេឃភ្លៀងហាវក៏បានសួរទៅកាន់គូរ៉ូមីថាតើពួកយើងគឺឆ្លុះគ្នាមែនទេដោយសារតែមុនរយូចាចេញរយូក៏បាននិយាយថាគឺពួកគេទាំងពីរនាក់គឺបានឆ្លុះគ្នាដោយសារតែហាវសួរបែបនេះហើយគូរ៉ូមីគឺលែងលាក់បាំងទៀតហើយនាងក៏ចាប់ផ្ដើមយកដុំមូនោះដើម្បីចាក់ស្លាយឲ្យពួកគេបានឃើញតាមពិតទៅស្នេហាដ៏ប៉ែមល្ហែមរបស់ពួកគេទាំងពីរនាក់ក៏មានភាពការទាស់តែងគ្នាផងដែរស្លាយចុងក្រោយគូរ៉ូមីក៏បាននិយាយទៅកាន់ហាវថាគឺគាត់គឺចង់បើកតូបមួយដើម្បីឲ្យពួកគេរកស៊ីប៉ុន្តែគឺដោយសារតែពេលនោះគឺហាវគឺពិតជាវល់ល្បែងខ្លាំងមែនទែនគឺដោយរយូអញ្ចឹងដែលគូរ៉ូមីគឺនាងគ្រាន់តែចង់ឲ្យហាវគឺបើកតូបលក់ដោយស្របច្បាប់តែប៉ុណ្ណោះគឺមិនចង់ឲ្យហាវគឺគាត់គឺលេងល្បែងនោះទេហើយនេះគឺជាស្លាយចុងក្រោយហើយដែលពួកគេគឺបានបែកគ្នាគឺលែងជួបគ្នាជារៀងរហូតបន្ទាប់ពីបានមើលហើយគូរ៉ូមីក៏បាននិយាយថាគឺនាងគឺពិតជាឈឺចាប់ណាស់នៅពេលហ្នឹងហើយហាវដែលជារ៉ូបតក៏មានអារម្មណ៍ថាខុសបន្តិចផងដែរហើយយើងក៏បានឃើញថាភាពស្និទ្ធស្នាលរបស់ពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមកើនទៅដោយសារតែហាវចង់ដឹងអំពីអតីតកាលរបស់គាត់ក៏បានមកសួរលោកតាអារ៉ាណាមីអំពីគាត់លោកតាក៏បាននិយាយថាតាមពិតទៅហាវក៏ជាក្មេងកំព្រាម្នាក់ដែលកំសត់តាំងពីក្មេងនៅក្នុងជីវភាពដ៏លំបាករបស់ហាវដោយសារតែគ្មានលុយគាត់ក៏បានធ្វើការខុសច្បាប់ការជួញដូរមនុស្សជាមួយនឹងរយូមិត្តភក្តិគាត់តាំងពីក្មេងនឹងឯងលោកតាក៏បានប្រាប់ឲ្យឈប់កាត់ផងដែរដោយសារតែហាវគឺមិនមែនជាមនុស្សអាក្រក់ណាស់នោះទេបន្ទាប់ពីនិយាយបញ្ចូលហាវរួចហើយពួកគេក៏ចាប់ផ្ដើមមកលេងជាមួយគ្នាយ៉ាងសប្បាយបន្ទាប់មកដោយសារតែចង់ដឹងអំពីគូរ៉ូមីកាន់តែច្បាស់ជាងមុនហាវក៏បានមកជួបជាមួយនឹងលោកតាតុកកៃលោកតាក៏បានឲ្យប្រអប់មួយទៅកាន់ហាវដែលនៅក្នុងនោះគឺនិយាយអំពីបំណងប្រាថ្នារបស់គូរ៉ូមីជាច្រើនហាវក៏ចាប់ផ្ដើមយកវាមកមើលក៏ឃើញថាគូរ៉ូមីក៏បានសរសេរបំណងប្រាថ្នារបស់នាងគូរ៉ូមីគឺគ្រាន់តែចង់បានកៅអៅថ្មីមួយដែលហាវទិញឲ្យនាងតែប៉ុណ្ណោះបន្ទាប់ពីព្រឹកស្អែកឡើងហាវក៏ចាប់ផ្ដើមទិញអាវមួយឲ្យគូរ៉ូមីបន្ទាប់ពីបានឲ្យទៅកាន់គូរ៉ូមីហើយពេលហ្នឹងហាវក៏ចាប់ផ្ដើមបបួលគូរ៉ូមីទៅលេងពិធីបុណ្យនៅថ្ងៃនេះប៉ុន្តែគូរ៉ូមីគឺបានតែមកក្បាលមិនច
ង់ទៅជាមួយហាវនោះទេហើយគូរ៉ូមីក៏បានស្រមៃបន្តិចថាកាលពីមុនដោយសារតែហាវខំរកលុយឲ្យនាងគាត់ក៏បានត្រូវរបួសជាច្រើនដោយសារតែខំរកលុយចិញ្ចឹមគូរ៉ូមីបន្ទាប់ពីកើតរួចហើយក៏ដឹងថាខ្លួនឯងក៏មានកំហុសទៅកាន់ហាវក៏បានយល់ព្រមទៅកាន់ហាវថានឹងទៅដើរលេងជាមួយនឹងគាត់ហើយគូរ៉ូមីក៏បានយករបស់មកឲ្យហាវមើលដែលនេះគឺជាអនុស្សាវរីយ៍ចុងក្រោយហើយមុននឹងហាវស្លាប់គូរ៉ូមីក៏ចាប់ផ្ដើមបិទរបស់នោះទៅកាន់អាវរបស់ហាវហើយក៏បានអោបហាវយ៉ាងជាប់បន្ទាប់មកពួកគេទាំងពីរនាក់ក៏នាំគ្នាមកលេងនៅពិធីបុណ្យក៏បានមកបួងសួងនៅទីសក្ការៈមួយនេះឯប្រទេសជប៉ុនពួកគេទាំងពីរនាក់ក៏បានចំណាយពេលវេលាជាច្រើនជាមួយនឹងគ្នានៅពេលនេះមើលទៅកាន់គូរ៉ូមីពិតជាទូសប្បាយច្រើនខ្លាំងមែនទែនដោយសារតែចង់រើសគុជខ្ចង់ឲ្យគូរ៉ូមីទុកជាអនុស្សាវរីយ៍នៅថ្ងៃនេះគាត់ក៏បានឲ្យគូរ៉ូមីអង្គុយចាំគាត់នៅត្រើយម្ខាងរីឯគាត់ក៏បានចូលទៅរើសវាប៉ុន្តែក្តីសុខមិនមែនមានរហូតនោះទេពេលនឹងរយូក៏បានមកហើយក៏បាននិយាយទៅកាន់ហាលដោយសារតែចំពាក់បំណុលគេរយូត្រូវបង្ខំចិត្តចាប់គូរ៉ូមីដើម្បីយកទៅលក់រយូក៏បាននាំគ្នាមកពីរនាក់ទៀតដើម្បីធ្វើការចាប់ទៅកាន់ពួកគេបន្ទាប់ពីបានរត់គេចហើយពួកគេទាំងពីរនាក់ក៏បានមកដល់កន្លែងស្ងាត់មួយប៉ុន្តែស្រាប់តែពេលនោះគូរ៉ូមីនាងក៏បានល្អហើយក៏បានបាក់ឈើទៅតែពេលនោះធ្វើឲ្យគូរ៉ូមីធ្លាក់ទៅក្រោមរៀបជួយទៅកាន់គូរ៉ូមីហើយពេលនោះស្រាប់តែមិត្តភក្តិរបស់ហាវរយូក៏បានតាមមកទាន់ហើយក៏បានវាយទៅកាន់ហាវតែនិយាយថាហាវក៏បានក្បត់គាត់ហើយរយូគិតថាហាវក៏បានជប់រកស៊ីផ្លូវហ្នឹងបន្ទាប់ពីត្រូវរយូវាយជាខ្លាំងមកពេលនេះហាវចាប់ផ្ដើមដឹងខ្លួនហើយពេលនេះអ្នកទាំងអស់គ្នាក៏ដឹងខ្លួនផងដែរថាតាមពិតទៅសាច់រឿងទាំងអស់គ្រាន់តែជាការសម័យរបស់ហាវតែប៉ុណ្ណោះតាមពិតទៅអ្នកដែលស្លាប់នោះមិនមែនជាហាវនោះទេគឺជាគូរ៉ូមីហើយសាច់រឿងដែលយើងមើលពីដើមមកដឹងតាមពិតគ្រាន់តែជាការសម័យរបស់ហាវតែប៉ុណ្ណោះមូលហេតុដែលគាត់ខ្លាចជាបែបនេះដោយសារតែគាត់មានវិដិសារីជាខ្លាំងចំពោះខ្លួនឯងរីឯខ្ជូស៊ីរ៉ូវិញពិតប្រាកដគឺមិនមែនជាហាវនោះទេគឺជាគូរ៉ូមីបច្ចុប្បន្ននឹងឯងតែពេលនោះហាវមិនទទួលយកការពិតនោះទេថាគូរ៉ូមីបានស្លាប់បន្ទាប់ពីដឹងខ្លួនហើយគាត់នៅតែមិនទទួលយកការពិតទៀតគាត់គិតថាគូរ៉ូមីនៅមុខគាត់នេះក៏គឺជាគូរ៉ូមីពិតប្រាកដផងដែរបន្ទាប់ពីខំចាប់ទៅកាន់គូរ៉ូមីពួកគេទាំងពីរនាក់ក៏បានឃ្លាតទៅក្រោមហើយគេក៏បានបង្ហាញយើងថាតាមពិតទៅសាច់រឿងទាំងអស់គ្រាន់តែជាការរៀបចំរបស់លោកតាតុកកែនិងលោកតារ៉ាណាមីតែប៉ុណ្ណោះតាំងពីគូរ៉ូមីបានស្លាប់ទៅហើយគាត់គឺដូចជាមនុស្សយន្តអញ្ចឹងហើយនៅពេលដែលគាត់ភ្ញាក់នោះតាមពិតទៅគ្រាន់តែជាការស្រមៃដែលគាត់គិតថាខ្លួនឯងគឺជាមនុស្សយន្តហើយពីដើមមកលោកតាទាំងពីរគ្រាន់តែសម្ដែងទៅតាមសាច់រឿងរបស់ហើយដែលគាត់បានស្រមៃតែប៉ុណ្ណោះហើយរីឯគូរ៉ូមីដែលជាខ្ជូ01វិញក៏បានសម្ដែងទៅតាមសាច់រឿងរបស់ពួកគេផងដែរសាច់រឿងក៏កាន់មកដល់ពេលបច្ចុប្បន្នវិញកន្លែងពួកគេទាំងពីរនៅកំពុងតែនៅពេលនោះបន្ទាប់មកទឹកគួយក៏បានស្រុកគូរ៉ូមីចេញទៅពីចុងក្រោយរបស់គូរ៉ូមីបាននិយាយទៅកាន់ហាវថាគឺនាងចង់ឲ្យគាត់រស់នៅជីវិតដ៏ស្រស់បំព្រងមួយបន្ទាប់ពីហេតុការណ៍នឹងបានកើតឡើងហើយរយូក៏បានទាញហាវចូលមកលើវិញហើយអ្នកដែលមកនោះគឺមានតែហាវតែប៉ុណ្ណោះរយូក៏បានដឹងថាគូរ៉ូមីដែលហើយពំពងទៅនៅជាមួយនោះក៏គឺជាមនុស្សយន្តដែររឿងទាំងអស់នេះរយូគាត់ក៏បានដឹងថាតាមពិតទៅគូរ៉ូមីបានស្លាប់ទៅហើយមូលហេតុដែលរយូចាប់គូរ៉ូមីបែបនេះដោយសារតែគាត់ដឹងថាគឺជា robot Q01 ដែលពេញនិយមដែលគេលក់បានថ្លៃចុងក្រោយរយូក៏បានសុំទោសទៅកាន់ហាវក៏បាននិយាយថាគាត់ចូលពីអារម្មណ៍នឹងហើយដែលគាត់ធ្វើបែបនេះគ្រាន់តែគាត់ត្រូវការលុយតែប៉ុណ្ណោះប៉ុន្តែគាត់មិនបានដឹងថាហាវកំពុងតែពិបាកចិត្តនោះទេជាចុងក្រោយហាវក៏គាត់រស់នៅដែលទទួលយកការពិតដែលថាគូរ៉ូមីបានស្លាប់いただきますរឿងនេះបានបង្រៀនយើងថាសេចក្តីស្លាប់មិនគួរឲ្យខ្លាចនោះទេអ្វីដែលគួរឲ្យខ្លាចគឺមានវិដិសារីនៅក្នុងជីវិតមួយទៀតមានមនុស្សខ្លួនឯងស្រឡាញ់ហើយមិនចេះមើលថែ